តមកអ្នកដែលទៅដល់ចុងក្រោយគេគឺ Luffy នៅពេលដែលឃើញ Luffy Big Mom ហើយនឹង Kaido ដូចជារាក់ទាក់ជាមួយនឹងគាត់ជាងគេប៉ុន្តែ Luffy បានដើរចូលទៅយ៉ាងស្ងៀមស្ងាត់អត់បានតមាត់តសម្ដីអីជាមួយនឹង Big Mom ហើយនឹង Kaido ទេគឺគាត់ចង់ចូលទៅសួរសុខទុក្ខក្រុមរបស់ Kinemon សិនពេលទៅដល់គាត់បានសុំទោស Kinemon ដែលគាត់មកយឺតចំណែក Kinemon ក៏សុំបប Luffy ឲ្យជួយទឹកដី Wano ផងហេតុការណ៍បន្តទៀតគឺលឿនខ្លាំងណាស់មើលអត់ចំទាន់ទេ Luffy បានប៉ឹងឲ្យ Law ជួយបញ្ជូនក្រុមរបស់ Kinemon ទៅខាងក្រោមក្នុងពេលជាមួយគ្នា Kaido ចង់វាយ Luffy តែក៏ត្រូវបាន Luffy លោតទៅដាក់គាត់មកកណ្ដាប់ដៃ Elephant Gun ឡើងកប់ដីដៃរបស់ Luffy នៅពេលនោះគ្នារបស់គាត់មើលដឹងថាអាចធ្វើឲ្យ Kaido របួសបាននោះគឺបណ្ដាលមកពី Luffy ចេះប្រើ Haki Miya ដែលនៅទឹកដី Wano គេហៅថា Ryuo ចំណែក Kaido ក៏មានការភ្ញាក់ផ្អើលផងដែរកាលពី Luffy ប្រយុទ្ធជាមួយគាត់នៅ Kuri Luffy មិនខ្លាំងចឹងពេកទេចាប់ពីពេលនេះតទៅ Kaido រក Luffy ចូលទៅក្នុងចំណោមមនុស្សខ្លាំងៗដែលគាត់ធ្លាប់ស្គាល់កន្លងមកដែរហើយបន្ទាប់មក Kaido បានប្រើក្បាច់ដែលគាត់វាយឲ្យ Luffy ស្លាប់កាលពីលើកមុនវាយទៅកាន់ Luffy ម្ដងទៀតតែ Luffy អាចគេចទាន់ទាំងប្រផិតប្រផើយប៉ុន្មានថា Luffy មើលដឹងក្បាច់របស់ Kaido មុនតែល្បឿនវាយរបស់ Kaido លឿនពេកធ្វើឲ្យ Luffy គេចប៊ីតែមិនទាន់បន្ទាប់មក Big Mom បានចូលទៅប្រើ Prometheus ដើម្បីដុត Luffy សម្រាប់ចោលតែម្ដងប៉ុន្តែ Zoro បានចូលទៅប្រើក្បាច់របស់ Kinemon កាត់ភ្លើង Prometheus ដែលជាពីរជួយ Luffy ទាន់ខណៈពេលដែល Luffy កំពុងតែចាប់អារម្មណ៍ជាមួយនឹងក្បាច់របស់ Zoro ភ្លេចខ្លួន Kaido ក៏ឆ្មក់មកវាយ Luffy ម្ដងទៀតប៉ុន្តែលើកនេះបាន Law ជួយបដូរកន្លែងជួយគាត់ទាន់បន្ទាប់មក Law បានប្រកាន់ Luffy ដែលមុនហ្នឹង Luffy បានបញ្ជាគាត់ឲ្យបញ្ជូនក្រុមរបស់ Kinemon ទៅខាងក្រោមតាមពិតទៅបើសិនជា Luffy មិនបញ្ជាគាត់ក៏គាត់ធ្វើអញ្ចឹងដែរ Luffy ធ្វើអញ្ចឹងធ្វើឲ្យគាត់ខ្មាស់គេព្រោះគាត់មិនមែនជាកូនចៅរបស់ Luffy ទេឆ្លៀតពេលហ្នឹង Kid បានយករឿងហ្នឹងទៅនិយាយចំអកឲ្យ Law ហើយនឹង Luffy ថា Law ហ្នឹងគឺជាកូនចៅរបស់ជនបរាជ័យ Luffy ពេលនិយាយចុះនិយាយឡើងពួកគាត់ទាំង3ក៏បានឌឺដងដាក់គ្នាពេញនឹងឃើញអញ្ចឹង Big Mom ក៏ប្រើ Prometheus ផ្លុំភ្លើងទៅដុតពួកគាត់ទាំង3ហើយ Luffy បាននិយាយថាបើសិនជាអ្នកណាគេគេចមុនអ្នកនឹងចាញ់ដល់ពេលអញ្ចឹងទៅម្នាក់ខ្លាចចាញ់នៅឈរឆ្កឹងអត់ព្រមគេចទៅណាទេសំណាងដែរដែលពួកគេម្នាក់សិតតែចេះប្រើ Armament Haki ទប់ទល់បានបន្តមក Kaido បានប្រាប់ Big Mom ថាកំអាលូកដៃគាត់ចង់ដឹងថាក្មេងៗអស់ហ្នឹងខ្លាំងប៉ុណ្ណាជាដំបូង Kaido បានចូលទៅធ្វើតេស្តជាមួយនឹង Zoro ហើយនឹង Killer មុនការប៉ះគ្នានៅលើកហ្នឹងមិនដឹងថាអ្នកណាត្រូវអីខ្លះទេវាយដូចអត់វាយអញ្ចឹងការប្រយុទ្ធបន្តទៀត Luffy Law ហើយនឹង Kid បានប្រើក្បាច់ពិសេសរៀងៗខ្លួនសម្រុកទៅវាយ Kaido Now attack! ការប្រយុទ្ធនៅពេលហ្នឹងឃើញថា Kaido ត្រូវច្រើនប៉ុន្តែដូចជាអត់បានការសោះ Kaido នៅតែអាចងើបឡើងមកវិញដដែលនឹងបន្តមក Kaido បានប្រែកាឡាខ្លាយទៅជាសត្វនេះដើម្បីសាកកម្លាំងគ្នានៅលើអាកាសវិញម្ដងការប្រយុទ្ធគ្នានៅពេលហ្នឹងវាសាហាវប៉ុន្តែពិបាកមើលបន្តិចសម្រាប់អ្នកដែលចង់មើលឈុតវាយពេញសូមរកមើលអេពីសូតទី1017ពេលនេះខ្ញុំសូមព្យាយាមសង្ខេបត្រួសបាច់ទី1គឺ Kaido បានប្រើខ្យល់ដែលគាត់ហៅថា Demolition Gas វាយប្រហារទៅលើក្រុម Luffyជាការតបត Luffy បានប្រើកណ្ដាប់ដៃខុង Rifle សោយ Kaido ម្ដាយហើយបន្តមក Kid ក៏បានលោតទៅ Slam Kaido ម្ដាយឲ្យធ្លាក់មកកប់ដីវិញចំណែក Law បានចូលទៅប្រើក្បាច់ Gamma Knife ចាក់រាវរកមើលបេះដូងរបស់ Kaido តែមិនត្រូវនៅពេលនោះ Kaido បានវាយបកមកកាន់ Law វិញតែ Law គេចទាន់បន្តមក Killer បានសម្រុកចូលទៅប្រើកាំបិតការាវរបស់គាត់ដែលគាត់ហៅថា Cider Sonic បង្វិលកាត់ចិញ្ច្រាំ Kaido ឲ្យត្រូវរបួសជាច្រើនកន្លែងតែក្រោយមក Killer ត្រូវបាន Big Mom ប្រើរន្ទះវាយឆ្មក់ត្រូវចំពេញនឹងហើយនៅពេលដែល Kaido ចង់ខាំសម្រាប់ Killer ចោល Luffy ក៏ហោះចូលទៅទាត់ Kaido ជួយការពារគាត់ទាន់ជាការតបត Kaido ចង់បាញ់ភ្លើងយ៉ាងសាហាវដល់ Luffy ប៉ុន្តែបាន Law បញ្ជូន Zoro ឡើងទៅខាងលើកាត់ភ្លើងនោះដាច់ជាពីរជួយ Luffy បានបន្តមក Zoro បានប្រាប់ឲ្យ Law ជួយលើកគាត់ឲ្យកាន់តែខ្ពស់ថែមទៀតដើម្បីឲ្យគាត់អាចប្រើដាវ Enma កាត់ក្បាលរបស់ Kaido បានឃើញអញ្ចឹង Big Mom បានស្រែកប្រាប់ឲ្យ Kaido កិច្ចព្រោះដាវរបស់ Zoro នឹងមិនមែនជាដាវធម្មតាទេចំណែក Kaido វិញក៏មានអារម្មណ៍ដឹងដែរថាដាវនោះមានប្លឹងរបស់ Oden សំណាងណាដែលពេលនោះ Kaido ចេះកិច្ចទាន់បន្តមកទៀតនៅពេលដែល Zoro ធ្លាក់ចុះវិញ Big Mom បានប្រើរន្ទះយ៉ាងសាហាវបាញ់ទៅកាន់ Zoro ពេលនោះមិនត្រឹមតែ Zoro ទេគ្នារបស់ Luffy ទាំងអស់ត្រូវរន្ទះរបស់ Big Mom ដូចគ្នាប៉ុន្តែ Big Mom ឆ្ងល់ណាស់ហេតុអីបានជា Luffy ត្រូវមិនរន្ទះរបស់គាត់ហើយអត់អីមូលហេតុយើងដឹងយូរមកហើយគឺមកពី Luffy ជាមនុស្សកៅស៊ូបន្តមក Kaido បានផ្លុំភ្លើងត្រូវចំ Luffy មិនដំហឹងថែមមួយទៀតប៉ុន្តែគួរឆ្ងល់ណាស់ភ្លើងរបស់ Kaido ក៏ធ្វើអី Luffy អត់បានដែរហើយមូលហេតុនោះគឺ Luffy ប្រាប់ថាមកពីគាត់មានចិត្ត